មានមើលឯកសារខាងប្រជាពលរដ្ឋពួកខ្ញុំដល់5គ្រួសារនេះទេអញ្ចឹងសូមឲ្យសម្ដេចជួយដើម្បីដោះស្រាយឲ្យរកយុត្តិធម៌ឲ្យពួកនាងខ្ញុំដល់5គ្រួសារពីព្រោះកាត់ទៅឲ្យភូមិភាគឈ្នះពួកនាងខ្ញុំឲ្យចាញ់នៅស្វ័យប្រវត្តិអញ្ចឹងតឡាការអត់មានយកអនុសាសន៍របស់សម្ដេចលេខ01នោះយកមកអនុវត្តទេអញ្ចឹងតឡាការអយុត្តិធម៌តឡាការមិនត្រូវកាត់ឲ្យភូមិភាគឈ្នះទេភូមិភាគជាយោធិនការពារប្រជាពលរដ្ឋហេតុអីបានយោធាមករុកគម្រាមកំហែងពួកនាងខ្ញុំយកម៉ាស៊ីនត្រង់សណយកអីមកកាត់ដើមដូងនាងខ្ញុំផ្លែតែសម្រាប់ដោះស្រាយជីវភាពគ្រួសារនៅក្នុងកូនចៅច្រើនមានបងប្អូនក៏ច្រើនអញ្ចឹងសូមឲ្យសម្ដេចជួយធ្វើអន្តរាគមន៍ទៅមេភូមិភាគហ្នឹងដើម្បីឲ្យឈប់បណ្ដេញពួកយើងខ្ញុំទាំងអស់គ្នានិងលោកជំទាវបូរនីដែលជាមលប់ដ៏ត្រជាក់សម្រាប់កូនចៅដែលកូនចៅមានទុក្ខទីនោះដែលមានមុខសម្ដេចនិងលោកជំទាវចង់ជួយដោះស្រាយដើម្បីឲ្យផុតពីការជីជន់ការមកបំផិតបំភ័យពួកខ្ញុំដែលរស់នៅទាំងវេទនាសពថ្ងៃនាងខ្ញុំសូមឲ្យសម្ដេចជួយដើម្បីឲ្យផុតទុក្ខពីព្រោះសម្ដេចបានកសាងជាសាលារៀនជាផ្លូវថ្នល់តែខ្ញុំមករស់នៅគ្មានផ្លូវដើរស្អាតចេះទេឥឡូវហ្នឹងផ្លូវថ្នល់ស្អាតមានស្ពានថ្ងៃនេះខ្ញុំលោដល់គ្មានលុយគ្មានកាក់ទេទាហានអតីតមកសិតតកងកបឥឡូវហ្នឹងទៅជាយោធិនកាត់សូធននិវត្តអស់ហើយពួកខ្ញុំមានលុយបន្តិចជួយខំឡើងទៅក្រសួងគ្រប់ក្រសួងទាំងអស់រហូតដល់លោកជំទាវម៉ែនសំអនចាមកកាលឆ្នាំ2008ដើម្បីឲ្យខេត្តនិងភូមិភាគដោះស្រាយជាមួយអធិការកិច្ចប្រតិភូបយន្ទាហេតុអីបានអត់មានដំណោះស្រាយនឹងរហូតដល់សប្តាហ៍ថ្ងៃនេះបែរទៅជាភូមិភាគប្តឹងចូលតុលាការកាត់ឲ្យពួកនាងខ្ញុំចាញ់ដោយស្វ័យប្រវត្តិនាងខ្ញុំអត់មានយោបល់សូមឲ្យសម្ដេចជួយដើម្បីឲ្យផុតទុកពីភូមិភាគតន្ត្រៀនយកទីតាំងភូមិភាគមានកន្លែងចាស់រួចអស់ទៅហើយហេតុអីយកដីពួកនាងខ្ញុំនឹងយកទៅធ្វើអីទៀតផ្ទះគេអ្នកធំដូចហេងកំបាន់ផ្ទះតាំងពីជំនាន់ណាមកបុរាណមកក៏នៅដីភូមិភាគហេតុអីក៏អត់យកភូមិភាគក៏អត់យកដីផ្ទះធំមិនខ្វះទេជាប់ពីអញ្ចឹងភូមិភាគរហូតដល់សាលារៀនក្រុមព្រះហេតុអីមកចោះយកតែដីរបស់ពួកខ្ញុំតើកាត់យកដីនឹងយកទៅធ្វើអីកន្លែងទីតាំងមានទាំងអស់តាំងពីមុនមកពីព្រោះផែនទីនឹងមានទាំងអស់ទីតាំងកន្លែងណាក៏មានអីចឹងសូមសំណូមពរឲ្យសម្ដេចនិងលោកជំទាវជួយរកដំណោះស្រាយនេះឲ្យបានសមរម្យនឹងកូនចៅរស់នៅតទៅមុខតកូនតាចៅពីព្រោះអ្នកខ្លះមានកូនប្រសាឡើង3 4ហើយមានរហូតដល់ចៅឡើងកំមុំអស់ហើយអត់មានអ្នកណានឹងហ៊ានបំបែកខ្នងផ្ទះដើម្បីចែកកូនចែកចៅទេអញ្ចឹងពេលវេលាសូមឲ្យសម្ដេចជួយទៅមិនឲ្យផុតទុកព្រួយពីព្រោះនៅទាំងភ័យទាំងខ្លាចទីហ៊ានមកគម្រាមកំហែងរហូតដល់សពថ្ងៃពួកនាងខ្ញុំសឹងថារកបាយរកទទួលទានមិនចង់បានទេភ័យព្រួយទាំងអស់គ្នាសត្វតាដែលយោធារំសាយរសូធននិវត្តនេះអញ្ចឹងសពថ្ងៃនៅតែហ៊ានតែ4នាក់ទៀតទេរួចពីនោះកាត់